ជើងខ្លាំងបរទេសពីររូបនឹងធ្វើដំណើរឆ្លងទ្វីបមកកាន់ទឹកដីអច្ឆរិយៈរបស់កម្ពុជាដើម្បីសាកល្បងស្នៀតគុណជាមួយនឹងជើងខ្លាំងគុណខ្មែរនៅលើសង្វៀន Gainsborough របស់ស្ថានីយ៍ទូរទស្សន៍ PNN នាថ្ងៃអាទិត្យទី8 ខែមិថុនាឆ្នាំ2025ជាមួយគ្នានោះសង្វៀន Gainsborough ក៏បានរៀបចំជាការផ្ដល់ឱកាសទៅកាន់កីឡាករគុណខ្មែរចំនួនថ្មីឲ្យប៉ះគ្នាបានបញ្ចេញសមត្ថភាពចំនួន3គូអមគូមិត្តភាពអន្តរជាតិផងដែរចំពោះបេក្ខភាពគុណខ្មែរប៉ះគុណខ្មែររួមមានកីឡាករអុកលីអូហាត់នៅក្លឹបស្រោបស្រោយគុណខ្មែរត្រូវប៉ះជាមួយនឹងពៅវិហារហាត់នៅក្លឹបតលៃដំរីមានរិទ្ធក្នុងប្រភេទទម្ងន់51គីឡូក្រាមរីឯយេនរ៉េនហាត់នៅក្លឹបនាគរាចតុមុខត្រូវប៉ះនាគរដ្ឋាហាត់នៅក្លឹបនរាដេជះគុណខ្មែរក្នុងប្រភេទទម្ងន់48គីឡូក្រាមចំណែកឡាវលីហេងហាត់នៅក្លឹបបញ្ជាក្រដ្ឋានទ័ពពិសេសត្រូវប៉ះធុនចន្ទសាហាត់នៅក្លឹបប្រដាល់ធុនសុភាគុណខ្មែរក្នុងប្រភេទទម្ងន់54គីឡូក្រាមខណៈគូមិត្តភាពអន្តរជាតិវិញធុនស៊ីហាវហាត់នៅក្លឹបប្រដាល់ធុនសុភាគុណខ្មែរត្រូវស្វាគមន៍កីឡាករមកពីប្រទេសអឺរ៉ង់មូហាម៉េឌឌីម៉ូតេសាក្នុងប្រភេទទម្ងន់60គីឡូក្រាមចំណែកឯសំអឿនសុផាហាត់នៅក្លឹបនាគរាចតុមុខត្រូវប៉ះរ៉េដាអេលហ្គាយ៉ាត់មកពីប្រទេសម៉ារ៉ុកក្នុងប្រភេទទម្ងន់71គីឡូក្រាមដែលការប្រកួតខាងលើនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ PNN Page Facebook YouTube PNN Sport ចាប់ពីវេលាម៉ោង 1 រសៀលតទៅអ្នកគាំទ្រក៏អាចអញ្ជើញចូលរួមទស្សនាផ្ទាល់ដោយសេរីនៅស្ថានីយ៍ទូរទស្សន៍ PNN ដែលមានទីតាំងស្ថិតនៅក្បែរស្តាតមរតកតេជោរាជធានីភ្នំពេញ